នៅពេលដែលជាងសំណងកាក់ឡើងនៅគេហដ្ឋានចាស់ចាស់ដែលកសាងឡើងកាលពីជាង100ឆ្នាំមុននៅពេលដែលជាងសំណងកំពុងទទួលមកការជួសជុលឡើងវិញនៅថ្ងៃដំបូងត្រូវខ្មោចរបស់ម្ចាស់អគារកាលពីអតីតបានបង្ហាញខ្លួនចេញមករៀបរៀងការងារជួសជុលរបស់ជាងហេតុការណ៍ចម្លែកមួយកើតឡើងនៅគេហដ្ឋានចាស់ចាស់ដែលកសាងឡើងកាលពីជាង100ឆ្នាំមុននៅពេលដែលជាងសំណង់កំពុងទទួលមកការជួសជុលឡើងវិញនៅថ្ងៃដំបូងត្រូវខ្មោចរបស់ម្ចាស់អគារកាលពីអាទិត្យបានបង្ហាញខ្លួនចេញមករៀបរៀងការងារជួសជុលរបស់ជាងគេហដ្ឋាននោះបានធ្លាក់ជាសម្បត្តិរបស់ទីយាឈ្មោះជូអានវើរ៉េជាស្រីមេម៉ាយអាយុ50ឆ្នាំត្រូវជាចៅទួតរបស់ម្ចាស់អគារនេះគេហដ្ឋាននោះស្ថិតនៅជិតក្រុងអូស្ទៀនរដ្ឋ Texas សហរដ្ឋអាមេរិកអគារនោះមានបន្ទប់ទាំងអស់ចំនួន15ក្រោយពីកសាងអស់រយៈពេលជាង100ឆ្នាំរហូតមកដល់សព្វថ្ងៃនេះក៏មានបន្ទប់ខ្លះពុកផុយបាក់បែកទៅតាមកាលវេលារបស់វាដើម្បីឲ្យអគារនោះមានសោភ័ណភាពឡើងវិញโจแอนត្រូវចំណាយប្រាក់ចំនួន$50,000សម្រាប់ការជួសជុលឡើងវិញប៉ុន្តែរឿងដែលនឹកស្មានមិនដល់នោះក៏បានកើតឡើងនៅពេលដែលជាងចូលទៅជួសជុលថ្ងៃដំបូងម្លេះបិសាចនៅក្នុងអគារនោះបានបង្ហាញរូបរាងជាយាយចាស់សក់សមាឌធំខ្ពស់ឈរធ្មឹងហាក់ដូចជាកំពុងតែខឹងនឹងរឿងអ្វីមួយโจแอนនិយាយថានោះគឺជារូបរាងដើមរបស់យាយទួតជេរេមៀរបស់គាត់នោះឯងដំបូងពួកជាងទាំងអស់បបួលគ្នាសើយនឹកស្មានថាជាការលោលេងរបស់ជាងគ្នាឯងហេតុការណ៍ដំបូងដែលពួកជាងបានឮគឺមានសំឡេងខ្នូរហឺហឺសោស្រដៀងមនុស្សយំតែពួកជាងស្មានថាជាសំឡេងខ្យល់ឬថាសំឡេងសត្វព្រាបដែលវានៅតាមមុំផ្សេងៗរបស់អគារក្រោយមកទៀតមានជាងម្នាក់ព្យាយាមដុំដៃគោលតកំណាត់ឈើពីមួយទៅមួយប៉ុន្តែដៃគោលគាត់ដុំចេះតែផ្លាតខ្ទាតចិនពីមួយទៅមួយដំបូងពួកគេគិតថាអគារនោះនៅម៉ាំល្អណាស់ទើបបានជាមិនអាចដុំដៃគោលចូលបានបន្ទាប់មកទៀតអ្នកដុំដៃគោលនោះដុំខំដៃគោលត្រូវតែដៃខ្លួនឯងជារហូតគេគិតថាប្រហែលជាកាលពីល្ងាចគេផឹកស្រាច្រើនទើបពេលនេះមិនតន់ស្វាងមានអត្ថពលអាកំបាំងមករារាំងការជញ្ជូនគ្រឿងទទួលចាស់ចេញក្រៅបន្ទប់ដូចជាបិទទ្វារយ៉ាងជិតមិនឲ្យជាងជញ្ជូនអ៊ីវ៉ាន់ចេញបានក្នុងចំណោមជាងទាំងអស់មានជាង2នាក់ក្បាលទំបែកកំពុងតែធ្វើការស្រាប់តែមានអ្វីម្យ៉ាងមកប៉ះនឹងមួកជាងទំបែកទាំង2នាក់នោះធ្លាក់ចេញពីក្បាលរួចថែមទាំងមានវត្ថុអ្វីម្យ៉ាងស្រដៀងនឹងម្រាមដៃមកតបក់ត្រង់ក្បាលទំបែករបស់គាត់ទាំង2នាក់ជាច្រើនក្រញាញ់និងរហូតធ្វើឲ្យពួកគាត់ឆ្លោះប្រកែកគ្នាឯងដោយមកខាងចោទប្រកាន់គ្នាថាលេងជ្រុលពេកប៉ុន្តែគាត់ទាំង2នាក់ក៏ប្រកែកផងបាយថាសុទ្ធតែឥតដឹងរឿងអ្វីទាំងអស់ដូចគ្នាការយល់ច្រឡំតែរៀងខ្លួននេះបានទាស់សម្ដីគ្នារហូតដល់មេជាងបំបែកឲ្យអ្នកទាំងពីរធ្វើការបន្ទប់ផ្សេងពីគ្នាធូរស្រាលមួយនៅក្លឹងបន្ទប់សៀវភៅតែជាទូចាស់ពីដើមជាង3នាក់បានមករំកិលចេញប៉ុន្តែនៅតែមិនអាចធូរឲ្យទូនោះកម្រើករួចពួកគេក៏ជីកដីពីក្រោមទូនោះមើលពុំមានឃើញជាប់អ្វីទាំងអស់ប៉ុន្តែនៅតែរំកិលទូនោះមិនរួចពេលនោះជាងម្នាក់សុទ្ធតែកើតចម្លែកក្នុងចិត្តយ៉ាងខ្លាំងហេតុការណ៍ចុងក្រោយនៅពេលដែលអ្នកមកការនិងក្រុមកម្មករចូលមកធ្វើការមិនទាន់បានកន្លះថ្ងៃផងក៏ស្រាប់តែលេចរូបរាងដូចជាស្រមោលមួយបានបង្ហាញខ្លួននៅក្នុងបន្ទប់ទទួលភ្ញៀវស្រមោលនោះជាបរិសខ្ពក់ស្រឡះកែវភ្នែកឡាយក្រហមមាត់ហាមលបឹមតែគ្មានឮសំឡេងអេវ៉ានហ៊ីវជាជាងឈើអាយុ26ឆ្នាំនិយាយមីបិសាចកញ្ចាស់នោះមិនត្រឹមតែបង្ហាញខ្លួនចាត់ការពួកយើងឲ្យលោះប្រឡឹងរត់បាតជើងសព្រាតែប៉ុណ្ណោះទេវាថែមតែចាប់ខ្ញុំបោះចេញមកក្រៅថ្នល់ទៀតផងខ្ញុំស្បាត់ថាខ្ញុំនឹងមិនទៅធ្វើការនៅផ្ទះបិសាចនោះទៀតឡើយជាងអ្នកទៀតត្រើយខ្មោចញឹងក៏អោលើកឡើងដល់ពីដានគេគិតថាពេលនោះប្រកាសជាត្រូវធ្លាក់នរកហើយប៉ុន្តែគេបានរួចដោយគ្រាន់តែត្រូវគ្រវែងទប់នឹងចិញ្ចៀងប៉ុណ្ណោះចោអានជីចៅទួតវិញគាត់និយាយច្បាស់ប្រកាសជាមានអ្វីនៅក្នុងផ្ទះមួយខ្នងនេះប៉ុន្តែកន្លងមករឿងទាំងអស់នេះមិនដែលធ្វើឲ្យអ្នកក្នុងផ្ទះមានការភ្ញាក់ផ្អើលឡើយចោអាននិយាយទាំងខឹងថាតែឥឡូវនេះយ៉ាប់បន្តិច
នាងខ្ញុំមិននឹកមកស្មានថាយាយទួតរបស់នាងខ្ញុំជាអ្នកអភិរក្សនិយមដូច្នេះសោះដំបូងនាងខ្ញុំខំតែត្រេកអរដោយគិតថានាងខ្ញុំមានសំណាងល្អណាស់ដែលបានអាគារមួយខ្នងនេះជាកម្មសិទ្ធិពេលនេះទើបដឹងថានាងខ្ញុំស័យខ្លាំងណាស់នាងខ្ញុំដឹងតាំងពីយូរមកហើយថាវិញ្ញាណយាយតាទូតនៅទីនេះព្រោះនាងខ្ញុំធ្លាប់ឃើញរឿងចម្លែកៗនៅក្នុងផ្ទះនេះគ្រាន់តែលោកមិនដែលរំខានអ្នកណាឬធ្វើឲ្យអ្នកណាភ័យភ័យឡើយមុខនឹងឲ្យជាងមកជួសជុលនាងខ្ញុំក៏បាននិយាយដែរថាលោកតាលោកយាយចៅសូមជួសជុលអាគារនេះជាថ្មីហើយព្រោះមានកន្លែងខ្លះខូចខាតបាក់បែកច្រើននិងកន្លែងខ្លះទៀតក៏ត្រូវធ្វើឲ្យទាន់សម័យផងដែរតែពួកគាត់នៅតែស្ដាប់ការអង្វើរករបស់នាងខ្ញុំមិនបានទៀតតើតើនាងខ្ញុំមិនដឹងថាទៅរកជាងឯណាមកជួសជុលផ្ទះនេះបានទៀតទេម្ដងនេះកុំថាឡើយ$50,000ទោះបីជា$10,000ក៏គ្មានអ្នកណាគេមកទទួលមកការធ្វើដែរ